មកបងប្អូននេះខ្ញុំចង់មកណែនាំពីហាងកាហ្វេមកកន្លែងហាងនេះដែលមានឈ្មោះថា Astro Cafe រសជាតិ drink នៅនឹងឆ្ងាញ់គ្រប់មុខទាំងអស់ខ្ញុំសាកហើយគ្រប់មុខហើយលើកលែងតែកាហ្វេមួយខ្ញុំអត់ចេះញ៉ាំប៉ុន្តែគ្រប់មុខទាំងអស់ឆ្ងាញ់ទាំងអស់ចឹងកាហ្វេពិតជាឆ្ងាញ់ខែពីរសជាតិ10លើ10ហើយ Astro Cafe ក៏សម្បូរកន្លែងថតរូបខ្លាំងមែនតើហើយមានកូនអុកសម្រាប់ឲ្យលេងទៀតណាបងអូនដែលចូលចិត្តថតរូបមកតាមមើលវីដេអូនេះដល់ចប់ទាំងអស់គ្នាណាវីដេអូខ្លីទេមកឡើយខ្ញុំចូលមកដល់ខាងក្នុងហើយនេះជា indoor ណាប៉ុន្តែដល់បងប្អូនមើលទៅខាងក្រោយនោះគឺរូបផ្ទាំងកំណោកំប៉ុងតែកូនហ្នឹងអាហ្នឹងនៅខាង outdoor ទីទៀតខ្ញុំចេញទៅឲ្យមើលទៅលើមកមិនចាំអីទៀតទេតោះឥឡូវចេញទៅខាង outdoor មិញកាន់ strawberry ក្លុកឯណាឥឡូវចេញmatcha strawberry អីណាដូចភ័ព្វចឹងគឺសាក់ខំមកហើយអស់ហើយបើកបានជិត1ខែហ្នឹងខ្ញុំមកមើលផ្ទាំងកំណោវិញនេះណាឡើងផេងឡើងឈូសម្រាប់អ្នកចូលចិត្តថតរូបហើយមិនបាច់និយាយហើយអ្នកថតវីដេអូនេះក៏ចូលចិត្តថតរូបដែរប៉ុន្តែអត់បានមកប៉ោះអីសោះហើយមកពេលយកវិញអត់តែស្អាតឡើងរ៉ូមែនទិកចង់បានរូបថតបែបយកមកពេលយកក៏បានដែរប៉ុន្តែកុំយូរពេកតែម៉ោង7ជាងនឹងបាត់ហើយណាអូខេតោះនិយាយឡើងមួយថ្ងៃយកតមកបញ្ជាក់ពីទីតាំងឯណាប៉ុន្តែអ្នកនៅប្លុកនឹងដឹងស្គាល់ហើយឥឡូវខ្ញុំមកលម្អិតទីតាំងឲ្យឥឡូវនេះខ្ញុំពងឈរលើផ្លូវជាតិលេខ31ផ្លូវមកពីភ្នំពេញហើយនេះគឺជាផ្លូវវាងផ្សារទុកមាសភាគច្រើនបងប្អូនស្គាល់ហើយផ្លូវនេះបងតាល្បីដែរគ្រាន់តែថាយើងអត់បត់ទៅតាមផ្លូវវាងទេយើងបត់មកខាងឆ្វេងដៃប្រហែលជា5វិនាទីដល់10វិនាទីមកដល់តែម្ដងអ្វីដែលសំខាន់ Astro Cafe នៅជាប់នឹងផ្ទះស្នាក់ទុកមាននឹងតែម្ដងចឹងដោយសារតែហាងកាហ្វេហើយនឹងផ្ទះស្នាក់នេះជាមួយគ្នាក៏ជួយមកបង្ហាញបន្ទាប់នៅក្នុងផ្ទះស្នាក់តិច K1 K2 អីមានទាំងអស់ហើយបងប្អូនមកលេងកប៉ោតអីគេថមនេះសិនហើយចាំបន្តដំណើរទៅមុខទៀតក៏បានដែរដោយសារតែទស្សនៈមានច្រើនជាន់ដែរឡើងទៅជាន់លើទៅមើលឃើញទេសភាពភ្នំឡើងរ៉ូមែនទិកហើយជិះទៅមុខតាម1នាទីដល់ផ្លូវវាងផ្សារទុកមាសកន្លែងភ្នំមិនខ្វះអីញ៉ាំទេគ្រាន់តែតោកចូល20តោកជាងឯនេះនៅធ្វើថែមទៀតអានេះខ្ញុំថតទុកពីមុននេះចឹងបាច់ភ័យថាមកដល់ស្រុកនេះហើយអត់មានអីញ៉ាំទេមុននឹងមិនឃើញតែបន្ទប់ K2 ណាឥឡូវមកមើលបន្ទប់ K1 វិញនេះធំទលាយដូចតែបន្ទប់ K2 ដូចគ្នាចង់គេងច្រើនយប់ឬក៏មានគ្នាច្រើនអីអាចទៅមកបានណាថតឆ្វេងថតស្ដាំឲ្យមើលឲ្យអស់ហើយអរគុណច្រើន